បាទសួស្តីក្នុងវីដេអូនេះគឺជាការដំឡើងនៃកម្មវិធី FastCat ណាអញ្ចឹង file ខ្ញុំបានតម្លាក់នៅក្នុង channel ហើយអាចទៅយកបានពី file ដែលខ្ញុំ pin ឲ្យបន្ទាប់មកយើង download វាពេញមកបន្ទាប់វាពេញហើយយើងចុចមកស្ដាំនៅវាមកយើងទៅមើល file យើងចុចshow in the folder ហ្នឹងចុចលើមកបន្ទាប់មកយើងឃើញ WinRAR មួយឯណាហើយយើងបាន download មួយហ្នឹងបងប្អូនត្រូវបង្កើត folder មួយនៅក្នុង drive C ក៏បានបើមាន drive D ក៏បានដែរបង្កើត folder ថ្មីមកសម្រាប់ឈ្មោះវាបងប្អូនដាក់មិនក៏បានឲ្យតែស្រួលចាំទៅណាយើងដាក់ថា tool FastCat ហ្នឹងហើយមួយដងទៀតចុច show folder ចឹងមកបងប្អូន copy แล้วមកដាក់ក្នុង folder ដែលបងប្អូនបានបង្កើតមិញហ្នឹង copy មកទាញវាមកក៏បានដែរ copy ចឹងមកចានេះយើងខ្វែងឆ្ងាយទៅអញ្ចឹងបងប្អូនបាន file ហើយបងប្អូនអាច extract វាណាសម្រាប់ការ extract បងប្អូនអាច extract តាម WinRAR បងប្អូនអាចយកពាក្យថា extract here ហ្នឹងហើយបន្ទាប់ពី extract ហើយយើងនឹងបាន folder ថ្មីណាបងប្អូនចុចលើវាមកបន្ទាប់ពីយើងបាន extract ហើយយើងនឹងបានឃើញ logo FastCat ហ្នឹងណាតែមុននឹងយើង install វាយើងត្រូវបិទកម្មវិធីកញ្ចាំនេះសិនទៅបងប្អូនចុចWindows មកយើងរកពាក្យថា virus នេះ virus ហ្នឹងបងប្អូនបើកវាមកបន្ទាប់ពីបើកមកបងប្អូននិយាយនៅកន្លែងនេះកន្លែង K ហ្នឹង virus ហ្នឹងហ្នឹងហើយបន្តបងប្អូន scroll រកពាក្យថានេះmanage setting នេះដែលវានៅក្នុងពាក្យថា virus នេះអញ្ចឹងបងប្អូនចុច manage setting ហ្នឹងមកហើយបងប្អូនអស់ទៅក្រោមទៅរកពាក្យថា solution នេះពាក្យហ្នឹងហើយបងប្អូនចុច add or remove solution ហ្នឹងចុចលើពាក្យហ្នឹងមកចុច yes មកបន្ទាប់មកចេញទម្រង់វ៉ាត់នេះណាហើយបងប្អូនចុច add resolution ហ្នឹងមកហើយយើងយកពាក្យថាជា folder ហើយបងប្អូនទៅ select folder ដែលយើងបានបង្កើតនៅ drive C មួយហ្នឹងទៅ select លើវាមកហើយ folder មួយខ្ញុំបង្កើតឈ្មោះថា tool FastCat នេះចឹងបងប្អូនចុចលើវាមកចុច select folder មើលឃើញអត់នេះខ្ញុំចុច drive C to FastCat ហ្នឹងហើយប៉ុន្តែយើងខ្វែងចង់ហ្នឹងហើយបងប្អូនចុចមើលស្ដាំលើវាមើលស្ដាំនៅ logo អក្សរ F ហ្នឹងហើយបងប្អូនបើសិនជាបងប្អូនប្រើ Windows 11បងប្អូនអាចចុចលើនេះបានshow more option ហ្នឹងហើយបងប្អូននឹងឃើញពាក្យថា send to នេះហើយបងប្អូនយកពាក្យថាsend to នេះ desktop ហ្នឹងចុចពាក្យហ្នឹង desktop shortcut ហ្នឹងចុចវាមកចាប់នឹងបិទមិនបើកវាសិនហ្នឹងហើយនៅណាគេទីជប់ចោលពីនឹងព្រីសាថ្មីនេះហ្នឹងហើយដល់ពេលចុចមកវានឹងបង្កើតនេះវាឃើញនេះកម្មវិធីហ្នឹងទុកនៅនេះ
ចឹងបងប្អូនអាចស្ដាប់នៅវាបងប្អូនអាចចុច pin to start ក៏បានចុច pin to start ទាំងមកឬក៏ចុច pin to start ដើម្បី pin to start ដើម្បីបងប្អូន search ណាពេលចុច Windows search មក fast catch ចឹងវានឹងឃើញនេះយើងហើយបងប្អូនអាច rename វាឲ្យស្អាតមកនេះលុបចុងក្រោយនេះលុបshortcut នឹងចេញទៅហ្នឹងហើយទៅប៉ុណ្ណឹងបានហើយបន្តបងប្អូនអាចចុចមកស្ដាប់លើវាបងប្អូនយកពាក្យថា run administrator ហ្នឹងចុចលើវាហ្នឹងហើយបងប្អូនចុច yes បន្តមកយើងបានកម្មវិធីហ្នឹងឯងបានណាប៉ុន្តែប្រើតបានតែរសារនេះមាន license ទៀតចូល remove ចោលសិនចាំបងប្អូនចូលមកដំបងវាអត់មាន license ទេណាអញ្ចឹង license អត់មានទេអញ្ចឹង license បងប្អូនអាចយកពីយកបានដើម្បីយក license បានបងប្អូនចុចលើពាក្យ license មកហើយបងប្អូនចុចពាក្យថា input license ហើយបងប្អូនចុច copy នេះ copy ID ហ្នឹងចុចលើពាក្យហ្នឹងហើយចុច OK ហើយបងប្អូនយកទៅផាសនៅក្នុង Telegram ខ្ញុំណាយកទៅផាសនៅក្នុង Telegram ខ្ញុំមកយកនឹងឲ្យអញ្ចឹងបងប្អូនផ្ញើកូនឲ្យខ្ញុំមកបន្តមកបើខ្ញុំបាត់ license ឲ្យណាអញ្ចឹងបន្តទៅអញ្ចឹងខ្ញុំដាក់ license ឲ្យឧទាហរណ៍បងប្អូនចូលបានមួយខែណាអញ្ចឹងមួយខែ40ថ្ងៃណាឲ្យ40ថ្ងៃឧទាហរណ៍អញ្ចឹងបន្តមកខ្ញុំនឹងផ្ញើ key ឲ្យមួយទៀត key ID ហ្នឹង key កូនហ្នឹង key license ណាអញ្ចឹងខ្ញុំផ្ញើឲ្យបងប្អូនទៅវិញបន្តមកបងប្អូន copy ឲ្យខ្ញុំផ្ញើឲ្យហ្នឹងទៅ copy វាមកហើយបងប្អូនយកទៅផាសនៅក្នុងនេះផាសនៅក្នុងនេះអញ្ចឹងបងប្អូនចុច pass មកបន្តបងប្អូនចុច OK មួយទៀតអញ្ចឹងពេលហ្នឹងបងប្អូនបាន license អត់តន់ជាប់ខុសចប់ខ្ញុំ copy សាថ្មីចឹងបើសិនជាបងប្អូនយក key ខ្ញុំហើយអត់ដល់ចាំឲ្យខ្ញុំវិញមកខ្ញុំឲ្យម្ដងទៀតណាអញ្ចឹងបានហើយ30ថ្ងៃណា key 30ថ្ងៃអញ្ចឹងបងប្អូនអាចឆែកមើលព័ត៌មាននេះបាទនេះ about license នេះ29ថ្ងៃគិតចាប់ពីថ្ងៃហ្នឹងថ្ងៃហ្នឹងថ្ងៃអញ្ចឹង29ថ្ងៃអញ្ចឹងផុតកំណត់ថ្ងៃទី1ខែហ្នឹងហើយ20ខែក្រោយខ្ញុំដាក់មួយខែដាក់ថ្ងៃ20ខែ6យ៉ាងខែ7ថ្ងៃ20ចប់ណាអស់ license ហើយយើងអស់ license បងប្អូនគាត់ណាឆាតមកខ្ញុំមកហើយបងប្អូន copy ទៅដែរមក copy ឲ្យខ្ញុំមកហើយព្រាខ្ញុំមកដាក់ license ឲ្យម្ដងទៀតណាឲ្យខែបន្ទាប់អញ្ចឹងមានប៉ុណ្្នឹងទេអញ្ចឹងចាំវីដេអូបន្តខ្ញុំនឹងបញ្យល់អំពីការប្រើប្រាស់កម្មវិធីហ្នឹងអញ្ចឹងវីដេអូនេះមានប៉ុណ្្នឹងទេ